បាទជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងមកធ្វើការរៀនអំពីរបៀបចុះឈ្មោះនៅក្នុងការប្រើប្រាស់ tool Nexus Creator ដែលឥតគិតថ្លៃតោះអញ្ចឹងកុំឲ្យខាត់ពេលយូរបងប្អូនអាចចូលទៅកាន់ link ដែលខ្ញុំបានដាក់នៅក្នុង description ហើយបងប្អូននឹងមកកាន់ page មួយនេះអញ្ចឹងមកដល់កន្លែងនេះអីដែលបងប្អូនត្រូវធ្វើគឺបងប្អូនត្រូវមាន account សិនអញ្ចឹងបើសិនជាបងប្អូនមាន account ហើយបងប្អូនគ្រាន់តែបំពេញ account របស់បងប្អូនមានដូចជា email ហើយជាមួយនឹង password នៅកន្លែងនេះបងប្អូនអាចធ្វើការ login ប្រើប្រាស់បានហើយប៉ុន្តែបើសិនជាបងប្អូនអត់មាន account ទេបងប្អូនចូលមកកន្លែងនេះដើម្បីបង្កើត account ថ្មីអញ្ចឹងពេលដែលបងប្អូនចុចមកដល់កន្លែងនេះគឺបងប្អូនតម្រូវឲ្យបំពេញឈ្មោះអញ្ចឹងបងប្អូនអាចបំពេញឈ្មោះឧទាហរណ៍ថាតារាសុកអញ្ចឹងសម្រាប់ការបំពេញឈ្មោះនេះបងប្អូនខ្លះអាចនឹងមានការយល់ច្រឡំដោយសារតែការបំពេញ full name គឺតម្រូវឲ្យមានឈ្មោះនិងតកូលអញ្ចឹងគឺយ៉ាងហោចណាស់គឺយើងមានដក clear មួយហើយយើងបញ្ចប់ដោយដក clear ទេបើសិនជាយើងបញ្ចប់ដោយដក clear គឺវានឹងមានបញ្ហា error អូខេហើយបន្តមកទៀតលេខទូរស័ព្ទរបស់បងប្អូននៅកន្លែងនេះគឺselectឲ្យស្រាប់ហើយបូក855ដែលជាលេខកូដប្រទេសរបស់កម្ពុជាបើសិនជាបងប្អូនមានលេខទូរស័ព្ទដែលមិនមែននៅកម្ពុជាទេអញ្ចឹងបងប្អូនអាចស្វែងរកលេខកូដប្រទេសរបស់បងប្អូនបានហើយបន្តមកទៀតគឺបងប្អូនវាយលេខទូរស័ព្ទរបស់បងប្អូនបន្ទាប់ពីវាយលេខទូរស័ព្ទរបស់បងប្អូនហើយបងប្អូនត្រូវពេញ email របស់បងប្អូនបន្ទាប់ពីវាយ email របស់បងប្អូនហើយបងប្អូនត្រូវធ្វើការវាយ password ចាំបងប្អូនដាក់ password មកចឹងអីដែលបងប្អូនត្រូវធ្វើបន្ទាប់គឺគ្រាន់តែចុច create creator account ម្ដងឡើងនេះបងប្អូនមិនឆ្ងល់ទេគឺខ្ញុំសូមបញ្យល់ឲ្យហើយដោយសារតែបច្ចុប្បន្នគឺយើងមាន3គម្រោងទី1គឺគម្រោង free គម្រោងទី2មានឈ្មោះថា BYOK ហើយជាមួយនឹងគម្រោងទី3គឺយើងមានគម្រោង starter អញ្ចឹងសម្រាប់គម្រោង free ហើយជាមួយនឹងគម្រោង BYOK គឺតម្រូវឲ្យបងប្អូនប្រើប្រាស់ API key របស់បងប្អូនដោយខ្លួនឯងអញ្ចឹងសម្រាប់របៀបដើម្បីទៅយក API key ខ្ញុំនឹងបង្ហាញបងប្អូននៅវីដេអូបន្ទាប់អញ្ចឹងខ្ញុំសូមផាស API key របស់ខ្ញុំចូលសិនបន្ទាប់ពីផាសចូលហើយគឺយើងអាចប្រើប្រាស់បានហើយនៅក្នុងផ្ទាំងនេះអីដែលបងប្អូនឃើញគឺបងប្អូននឹងទទួលបាន free plan ដែលបងប្អូនអាចប្រើប្រាស់ជាមួយនឹងមុខងារទាំង3ដែលខ្ញុំបានដាក់បង្ហាញឲ្យបងប្អូនទាំងអស់គ្នាកាលពីវីដេអូមុនក៏ប៉ុន្តែសម្រាប់ free plan គឺយើងមាន limit ដែលបងប្អូនអាចប្រើប្រាស់បានត្រឹមតែ200 gem នៅក្នុងមួយថ្ងៃអញ្ចឹងសម្រាប់បងប្អូនដែលធ្វើប្រភេទ content ចម្រៀងគឺខ្ញុំគិតថាអាចគ្រប់គ្រាន់ហើយនៅក្នុងមួយថ្ងៃក៏ប៉ុន្តែបើសិនជាបងប្អូនត្រូវការធ្វើប្រភេទ content ដែល generate scene ច្រើនដូចជាប្រភេទ car restoration ប្រហែលជាអាចនឹងរៀងស្ទើរអញ្ចឹងសម្រាប់វីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការចុះឈ្មោះ